3x បូក1លើ x ស្មើ2ករណីតម្លៃកសោម x ស្វ័យគុណ99បូក1ចែកឲ្យ x ស្វ័យគុណ99អរទាំងអស់គ្នាអាចធ្វើបានលំហាត់នេះមិនពិបាកនេះងាយទេណាងាយកុំឃើញស្វ័យគុណធំគាត់ថាពិបាកតែគេធ្វើងាយទេអញ្ចឹងតើដោះស្រាយមិនងាយតាមដានវីដេអូគ្រូតាំងពីដើមរហូតដល់ចប់តោះឥឡូវយើងមើលមកនេះចាប់ផ្ដើមដំបូងយកសមីការនេះមកប្រើមកណាអូខេ x បូក1នៅលើ x ស្មើ2អញ្ចឹងយើងត្រូវដោះស្រាយសមីការនឹងរក x ណាដែលលក្ខខណ្ឌយើងកាលណា x នៅភាគបែកអញ្ចឹង x ទៅខុសពី0ហើយអូខេតោះចាប់ផ្ដើមដំបូងដើម្បីដោះស្រាយយើងទៅមើលភាគបែកលុបភាគបែកចោលអញ្ចឹងគុណអង្គទាំងពីរនឹង x ដែរអញ្ចឹងអង្គទី1ក៏គុណនឹង x អង្គទី2ក៏គុណនឹង x ដែរតោះអញ្ចឹងយើងបាននេះគុណ x ចូលទៅ x ការ៉េហើយនេះយើងអាចសម្រួល x ទៅបាន1អញ្ចឹងបាន x ការ៉េបូក1ស្មើ 2x បន្តមកគ្រូរុញ 2x នឹងមកអង្គទី1មកយើងបាន x ការ៉េដក 2x បូក1ស្មើ0អញ្ចឹងយើងឃើញថាវាផ្ទៀងផ្ទាត់តំណែង a ការ៉េដក 2ab បូក b ការ៉េអញ្ចឹងយើងអាចសរសេរបានស្មើ a ដក b ទាំងអស់ការ៉េអញ្ចឹងអក្សររបស់យើងក៏អាចសរសេរបាន x ដក1ទាំងអស់ការ៉េហ្នឹងស្មើ0អញ្ចឹងការ៉េនេះមួយចំនួនស្មើ0យើងទាញបាន x ដក1ហ្នឹងក្នុងការ៉េនេះគឺស្មើ0យើងទាញរក x មកបាន x ស្មើនេះរុញ1ទៅអង្គទី2យើងអាចបាន x ស្មើ1អញ្ចឹងយើងបានតម្លៃកសោប x ហើយអញ្ចឹងយើងអាចយកតម្លៃកសោប x ទៅជួសចូលក្នុងកសោបរបស់យើងមកអញ្ចឹងគេបានបាទអញ្ចឹងគេបាន x ស្វ័យគុណ99បូក1នៅលើ x ស្វ័យគុណ99ស្មើ1ស្វ័យគុណ99បូក1ចែកនឹង1ស្វ័យគុណ99អញ្ចឹង1ស្វ័យគុណ99គឺ1អញ្ចឹង1បូកឲ្យ1ចែកនឹង1អញ្ចឹងស្មើនឹង1បូក1ស្មើនឹង2នេះគឺជាតម្លៃកសោបរបស់យើង